បាទជំរាបសួរពុកម៉ែបងប្អូនគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកបងប្អូនគ្នាពីរបៀបបំពេញ pin code នៅក្នុង Google Apps ឬក៏របៀបទទួល pin code ពី Google Apps ហើយបងប្អូនថ្មីៗដែលអត់ដែលបានបំពេញ pin code ឬក៏បងប្អូនអត់ដឹងថា pin code នឹងគេផ្ញើតាមណាបងប្អូនអាចមើលវីដេអូនេះបានបងហើយសម្រាប់ pin code នេះគឺសំខាន់មែនទែនសម្រាប់បងប្អូនធ្វើ YouTube ដោយសារបើយើងអត់មាន pin code ទេGoogle Apps របស់យើងមិនអាចភ្ជាប់កុងធនាគារបានទេបងមានន័យថាមិនអាចភ្ជាប់កុងធនាគារទេឬក៏YouTube របស់យើងGoogle Apps របស់យើងមានលុយដែរប៉ុន្តែយើងអត់មាន pin code នេះគឺអត់បានបើកលុយកើតទេបងអញ្ចឹងហើយបងប្អូនថ្មីដែលអត់ដឹងពីរបៀបការទទួល pin code ឬក៏បងប្អូនដែលស្នើសុំ pin code យូរដែរប៉ុន្តែអត់ទាន់ឃើញ pin code ធ្លាក់មកអញ្ចឹងបងប្អូនអាចមើលវីដេអូនេះបានហើយសម្រាប់ក្នុង Facebook page របស់ក្រសួងអញ្ចឹង pin code ជាធម្មតាគឺផ្ញើតាមប្រៃសណីយ៍កម្ពុជាអញ្ចឹងបងប្អូនអាចចូលមក search រកពាក្យប្រៃសណីយ៍កម្ពុជាបងប្អូនអញ្ចឹងហើយចូលមក search រកប្រៃសណីយ៍កម្ពុជាមកបន្តមកទៀតបងប្អូនអូសរើមើលទៅក្រសួងនឹងបង្ហោះនឹងផុសឈ្មោះ Google Apps ដែលបងប្អូនបានផ្ញើបើបងប្អូនអត់មានទេនៅបងប្អូនចាំទៅបើសិនជាបងប្អូនមានឃើញឈ្មោះនៅក្នុងpage ផ្លូវការក្រសួងបានផុសហ្នឹងបងប្អូនអាចធ្វើការទំនាក់ទំនងតាម Facebook page ឬក៏តាម Telegram ដែលក្រសួងគាត់ដាក់មកហ្នឹងហើយអញ្ចឹងបើខាត់ពេលយូរបងប្អូនអាចមើលវីដេអូនេះបានហ្នឹងហើយសម្រាប់បងប្អូនថ្មីដែលអត់ដែលបានទទួល pin code ពី YouTube អញ្ចឹងជាធម្មតា pin code គេផ្ញើមកតាមប្រៃសណីយ៍កម្ពុជាហ្នឹងហើយសម្រាប់ដើម្បីទទួល pin code បានពេលខ្លះខាងប្រៃសណីយ៍គាត់តាក់ទងមកយើងទៅហើយពេលខ្លះក៏លេខយើងទៅអត់ចូលអីទៅគាត់បានតាក់ទងមកដែរអញ្ចឹងកុំឲ្យខាត់ពេកបងប្អូនរងចាំបងប្អូនអាចចូលក្នុងwebsite ចូលក្នុង page ក្រសួងប្រៃសណីយ៍កម្ពុជាបងប្អូនយើងវាយប្រៃសណីយ៍កម្ពុជាមកហើយបន្តមកទៀតរាល់ការ pin code ថ្មីដែលខាងក្រុមហ៊ុន YouTube គាត់ផ្ញើមកខាង Apps ផ្ញើមកក្រសួងគាត់នឹងធ្វើការផុសជូនយើងចូលកន្លែងប្រៃសណីយ៍កម្ពុជាបងប្អូនបន្តមកទៀតបងប្អូនអស់មើលនេះដូចនេះអីថ្ងៃទី18អញ្ចឹងបងប្អូនចូលមើលទៅបើបងប្អូនធ្លាប់ស្នើ pin code បងប្អូនចូលមើលទៅមានឈ្មោះបងប្អូនអត់អញ្ចឹងណាហើយហ្នឹងហើយសម្រាប់បើបងប្អូនមានឃើញឈ្មោះនៅលើនេះបងប្អូនអាចតាក់ទងទៅតាម Facebook page ក្រសួងឬក៏ Telegram គាត់ដាក់លើ link អញ្ចឹងបងប្អូនណាអញ្ចឹងនេះមានទាំង Telegram មានទាំងអីអញ្ចឹងបងប្អូនអាចតាក់ទងតាមនឹងបានហើយសម្រាប់ខ្ញុំតាក់ទងតាម Telegram អញ្ចឹងយើងតាក់ទងតាម Telegram គាត់ទៅបន្តមកទៀតយើងសួរនាំព័ត៌មានពីគាត់ទៅបន្តមកទៀតគាត់ទាមទារខ្លះយើងផ្ញើគាត់ទៅហើយដល់ពេលគាត់ផ្ញើ pin code មកយើងយកមកបំពេញឥឡូវខ្ញុំធ្វើការតាក់ទងទៅគាត់បន្តិចនឹងបងដល់ពេលយើងតាក់ទងគាត់ទៅគាត់បានកោសលេខមានតែគាត់បើកលេខ pin code ឲ្យយើងបងណាហើយយើងយក pin code នេះមកបំពេញនៅក្នុងApps របស់យើងដែលយើងបងចាំ pin code ហ្នឹងហើយអញ្ចឹងបងប្អូនថ្មីបងប្អូនអាចធ្វើតាមនេះបានបងណាអញ្ចឹងយើងក៏លេខមកលើកុំព្យូទ័រវិញដាក់កុំព្យូទ័រម្ដងហើយ pin code នេះគឺអត់តម្រូវឲ្យបងលុយទេបងប្អូនណាអានេះយើងបើសិនជាយើងស្នើពឹងគាត់ទៅយើងអាចជូនជាខ្វេជូនជាអីគាត់ទៅបានហ្នឹងបងប្អូនណាហើយសម្រាប់បងប្អូនថ្មីបងប្អូនអាចតាក់ទងទៅ link Telegram នៅលើFacebook page របស់ក្រសួងប្រៃសណីយ៍បងប្អូនហ្នឹងហើយអញ្ចឹងកុំឲ្យខាត់ពេលខ្ញុំនឹងឲ្យបងប្អូនមើលក្នុងកុំព្យូទ័រវិញម្ដងហើយអានេះ pin code ដែលយើងត្រូវយកមកបំពេញនៅក្នុងApps របស់យើងបងប្អូនហ្នឹងហើយអញ្ចឹងយើងយកលេខប្រមាណ6ខ្ទង់នេះមកបំពេញនៅក្នុង pin code នៅក្នុង Google Apps របស់យើងហ្នឹងហើយរបៀបចូល Google Apps បងប្អូនធ្លាប់ចូលហើយអញ្ចឹងយើងវាយ Google Apps បងប្អូនហ្នឹងហើយបងប្អូនសម្រាប់បងប្អូនយើងចូលដល់ Google Apps ហើយបងប្អូនយើងមើលកន្លែងនេះណាយើងអាចចុចកន្លែងនេះក៏បានបងប្អូនទីកន្លែងពាក្យថាaction ហ្នឹងបងណាអញ្ចឹងយើងចុចកន្លែងហ្នឹងហ្មងក៏បានឬបងប្អូនអាចធ្វើការចុចមកកន្លែងpayment នេះក៏បានបងប្អូនអញ្ចឹងខ្ញុំសម្រាប់ខ្ញុំចុចកន្លែងនេះហ្មងបងប្អូនaction ហ្នឹងហ្មងណាអញ្ចឹងយើង
klik លើវាមកបន្តមកទៀតវាចេញមកផ្ទាំងបែបនេះបងប្អូនអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងយក pin code ដែលខាងGoogle Epson គាត់ផ្ញើមកយើងបំពេញកន្លែងនេះណាអញ្ចឹងហ្នឹងហើយអញ្ចឹងយើងវាយបំពេញមកយើងបំពេញកន្លែងនេះហើយយើងធ្វើការចុច submit អញ្ចឹងនឹងរួចរាល់អញ្ចឹងយើងវាយបំពេញហ្នឹងហើយបងហើយសម្រាប់ pin code នេះបងប្អូនវាយកុំឲ្យខុសអញ្ចឹងយើងពិនិត្យឲ្យមែនតើទៅកុំឲ្យខុសកាលណាអត់មកខុសយើងប្រយ័ត្នតែមែនតើហើយយើងទៀងទាត់មកយើងត្រូវគ្នាជាមួយនឹងនៅក្នុងនេះហ្នឹង30គុត42 9គុតអញ្ចឹងនេះបងអញ្ចឹងយើងធ្វើការចុចsubmit ហ្នឹងបងណាហ្នឹងបងអញ្ចឹងយើងចុច submit ហើយគឺមានន័យថា address verification របស់យើងគឺ complete ហើយបងអញ្ចឹងមានន័យថារួចរាល់ហើយយើងមានយក Epson របស់យើងគឺប្រើការបានហើយមានន័យថាបើមានលុយគ្រប់ចំនួនគឺធ្លាក់ចូលធនាគាររបស់យើងហើយយើងនៅតែភ្ជាប់កង់ធនាគារមួយទៀតទេអញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើពីរបៀបភ្ជាប់កង់ធនាគារជូនបងប្អូនថ្មីមួយទៀតអរគុណសម្រាប់វីដេអូនេះខ្ញុំធ្វើជូនរបៀបទទួល PIN និងការបំពេញ PIN អញ្ចឹងបងប្អូនមានចង្អុលតង់ណាអីបងប្អូនអាចខមមិនក្រោមវីដេអូបានអរគុណ